ជំរាបសួរដល់ពុកម៉ែមេមីងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ជាទីមេត្រីនេះគឺជាកម្មវិធីរបស់សាលារៀន AMSC Science ដែលបានរៀបចំប្រគល់នៅវិញ្ញាបនបត្រក៏ដូចជានៅមេដាយមាសមេដាយប្រាក់មេដាយសម្រាប់ជូនដល់សិស្សានុសិស្សដែលបានប្រឡងសម្រាប់កម្មវិធីប្រឡងកន្លងមកបាទនេះគឺជាទស្សនវិជ្ជាមួយដែលបង្ហាញអំពីការផ្ដល់ជូននៅលិខិតសារជូនដល់ម្ចាស់ឧបត្ថម្ភកម្មវិធីហៅថា sponsor ណាបងប្អូនបាទពុកម៉ែមេមីងនេះគឺជាទស្សនវិជ្ជាមួយដែលចង់ឲ្យផ្ញើសារនេះជូនដល់ពុកម៉ែមេមីងក៏ដូចជាអាណាព្យាបាលសិស្សទាំងអស់ដែលបានខ្នះខ្នែងចិញ្ចឹមបីបាច់ថែរក្សាកូនជាទំពាំងស្នងឫស្សីសម្រាប់ជាតិបងប្អូនពិតជាបានដឹងហើយបាទអ្វីដែលសាលាបានរៀបចំនេះគឺផ្ដល់នៅចំណេះដឹងសម្រាប់ការស្វែងយល់អំពីអ្វីដែលខ្លួនបានសិក្សារៀនសូត្រថាកម្រិតចំណេះដឹងប៉ុណ្ណាអញ្ចឹងមានការរៀបចំនៅកម្មវិធីនេះឡើងជូនដល់សិស្សានុសិស្សទាំងអស់បាទគ្រប់មុខវិជ្ជាបាទឃើញចាក់ស្ដាយបាទថ្ងៃនេះគឺជាថ្ងៃទី28ខែធ្នូឆ្នាំ2025នៅឯបាទមន្ទីរគរុកោសល្យរាជធានីភ្នំពេញបានរៀបចំនៅការផ្ដល់ជូនដល់បាទម្ចាស់ឧបត្ថម្ភកម្មវិធីដែលផ្ដល់នៅកម្មវិធីនេះឡើងបាទជាឃើញមានការទទួលយ៉ាងកក់ក្ដៅចេញពីលោកគ្រូអ្នកគ្រូដែលបាទទៅរួមជាមួយនោះផងដែរហើយក៏មានការផ្ដល់ជូនចំពោះម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់នោះទៀតបាទជាឃើញបងប្អូនពិតជាអស្ចារ្យសម្រាប់កម្មវិធីរបស់សាលាមែនអញ្ចឹងសូមមកទស្សនានៅទស្សនវិជ្ជាទាំងមូលតែម្ដងទៅបាទតែម្ដងទៅមុននឹងចូលទៅដល់កម្មវិធីចែកជូនដល់សិស្សានុសិស្សបាទយើងសូមបង្ហាញវត្តមានសម្រាប់ការចែកជូនទៅដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់នោះបាទអញ្ចឹងខ្ញុំមិនចាំបាច់រៀបរាប់ឈ្មោះអស់ទេបាទអញ្ចឹងសូមទស្សនានៅទស្សនវិជ្ជាទាំងមូលដោយខ្លួនឯងទៅថាម្ចាស់កម្មវិធីឧបត្ថម្ភកម្មវិធីមកពីណាគឺដឹងហើយបាទដឹងជាក់ស្ដែងដោយខ្លួនឯងហើយបាទព្រោះច្រើនដែរហ្នឹងបាទគាត់ឧបត្ថម្ភនៅក្នុងកម្មវិធីនេះគឺមានច្រើនដែរអញ្ចឹងអរគុណណាសាលាដែលបានធ្វើកម្មវិធីនេះឡើងហើយយើងមិនមានអ្វីក្រៅពីតែការចូលរួមជួយផ្សព្វផ្សាយជូនដល់បាទសាលារៀនទេបាទมันមានយកថ្លៃมันមានអីទេគឺផ្សាយជូន free បាទ free ដើម្បីឲ្យសិស្សានុសិស្សទាំងអស់ហ្នឹងគាត់យល់គាត់ដឹងនិងទទួលបាននូវព័ត៌មានថាសាលា AMSC Science នៅឯណាបាទនៅឯណាកុំភ្លេចបងប្អូនផ្លូវ70ទួលគោកយើងនេះបាទខាងលិចគួចកណ្ដុងតិចនេះអាចទំនាក់ទំនងទៅសាលានឹងបានបាទអញ្ចឹងបងប្អូននឹងបានទទួលនៅព័ត៌មានល្អៗហើយបាទអញ្ចឹងឃើញជាក់ស្ដែងឲ្យម្ចាស់ឧបត្ថម្ភកម្មវិធីមួយមុខស្នាមញញឹមតែម្ដងចំពោះការផ្ដល់និងទទួលនៅបាទលិខិតសរសើរព្រមទាំងផ្ដល់នៅតម្លៃជាការតបស្នងសង្គមចេញពីការរៀបចំក៏ដូចជាម្ចាស់កម្មវិធីដែលបានរៀបចំនៅកម្មវិធីមួយនេះសម្រាប់សិស្សានុទាំងអស់ដែលបានកំពុងតែទទួលនៅជ័យលាភីថ្មីបាទតាមមេដាយមាសមេដាយប្រាក់មេដាយសម្រាប់នឹងត្រូវធ្លាក់ទៅលើណាដែរអញ្ចឹងបងប្អូនច្បាស់ណាស់ពុកម៉ែមីមីងច្បាស់ណាស់បាទអាណាព្យាបាលទាំងអស់នឹងពិតជាចង់ដឹងហើយបាទចង់ដឹងហើយអញ្ចឹងមុននឹងដល់បាទយើងផ្ដល់ជូននៅសញ្ញាមួយគឺអរគុណចំពោះម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់នេះជូនទៅដល់បាទពួកគាត់ដើម្បីជាការលើកទឹកចិត្តថ្ងៃក្រោយហ្នឹងគាត់ជួយថែមទៀតបាទគាត់ជួយថែមទៀតអញ្ចឹងមានតែការផ្ដល់ជូនប៉ុណ្ណឹងទេបាទអញ្ចឹងសូមអរគុណសម្រាប់បងប្អូនដែលបានទស្សនាសូមធ្វើការទស្សនាបន្តទៀតជំវិញកម្មវិធីនៅពេលបន្ទាប់បាទយើងខ្ញុំអង្គភាពសារព័ត៌មាន CSP TV News រួមទាំងភ្នំពេញ Today ធ្វើការគោរពជូនតែប៉ុណ្ណឹងបាទសូមទស្សនានៅទស្សនវិជ្ជាទាំងអស់នេះដូចតទៅបាទមុននឹងគោរពលាប្រិយមិត្តទាំងអស់យើងសូមអរគុណបាទអរគុណច្រើនបងប្អូនចូលរួមចែករំលែកទាំងអស់បាទបងប្អូនពុកម៉ែមីមីងទាំងអស់ចូលរួមចែករំលែកទាំងអស់គ្នាបាទចែករំលែកទាំងអស់គ្នាទៅដើម្បីមុខមាត់ប្រទេសជាតិយើងដើម្បីមុខមាត់សិស្សកូនរបស់យើងបាទណាចូលរួមចែករំលែកទាំងអស់គ្នាទៅបាទហ្នឹងអរគុណច្រើនចំពោះបងប្អូនពុកម៉ែមីមីងទាំងអស់